ជំរាបសួរលោកគ្រូសួស្តីសិស្សទាំងអស់គ្នាខ្ញុំឈ្មោះលេងហើយឡើងជាសិស្សចំណិតថ្នាក់ទី12ថ្មីរបស់លោកគ្រូបុរីចឹងថ្ងៃនេះខ្ញុំសូមលើកយកលំហាត់ limit x ខិតទៅរក0នៃ x ការ៉េលើ sin ការ៉េ 3x ចឹងមុននឹងចូលធ្វើលំហាត់យើងត្រូវដឹងថាវាមានរាងអីចឹងយកលេខ0ជំនួសចូលទៅក្នុង x គឺបាន0ការ៉េស្មើនឹង0 sin ការ៉េ 3x គឺស្មើនឹង sin ការ៉េ0អញ្ចឹងអា sin ការ៉េហ្នឹងយើងលើកអា VG ការ៉េរួមបានគឺស្មើនឹង sin 0អញ្ចឹង sin 0ស្មើនឹង0ដល់ពេល0នៅជាការ៉េគឺនៅស្មើនឹង0ដដែលអញ្ចឹងវាគឺជារាង0លើ0បន្ទាប់មកនេះយើងលើកអាការ៉េដោយសារមានការ៉េទាំងលើទាំងក្រោមអញ្ចឹងយើងលើក VG ការ៉េរួមគឺស្មើនឹង limit x ខិតទៅរក0នៃ x លើ sin 3x លើកជាការ៉េអញ្ចឹងកន្លែងនេះដើម្បីឲ្យវាចូលរូបមន្តsin ax លើ ax ស្មើ1អញ្ចឹងបើសិនជាអាខាងក្រោមនេះវាមាន 3x ហើយអញ្ចឹងយើងត្រូវគុណ3ដើម្បីវាស្មើគ្នាហើយកន្លែងនេះគឺ limit x ខិតទៅរក0 3x លើ sin 3x គុណនឹង1លើ3អញ្ចឹងនៅពេលដែលយើងបន្ថែមអា3នេះចូលយើងត្រូវគុណវានឹង3ដើម្បីឲ្យវាបានអានេះវិញអញ្ចឹងនៅពេលដែលយើងសម្រួលវាទៅវាអស់វាចេញអាខាងលើនឹងវិញហើយលើកវាជាការ៉េអញ្ចឹងអាម្ដុំនេះអាម្ដុំ3x លើ sin 3x ហ្នឹងវាស្មើនឹង1ដោយសារយើងចូលប្រមូលកន្លែងហ្នឹងនេះអញ្ចឹងស្មើនឹង1គុណនឹង1លើ3លើកជាការ៉េអញ្ចឹង1គុណនឹង1គឺនៅតែ1ដដែលហើយ3លើកជាការ៉េគឺស្មើនឹង9អញ្ចឹងចម្លើយគឺស្មើនឹង1លើ9